កូនហ្នឹងណាជាឈើច្រត់របស់ម៉ែឪហ្នឹងសម្រាប់យើងទប់ខ្លួនដល់វេលាយើងចាស់ប្រពន្ធលោកបង្រៀនប្រាប់គ្រប់មនុស្សតែកូនឈើច្រត់របស់ម៉ែឪប្រាប់ម៉ែឪឲ្យដឹងកុំប្រហែសទ្វេនឹងឈើច្រត់របស់ខ្លួននឹងត្រូវរក្សាឈើច្រត់ឲ្យល្អសម្រាប់ទប់ខ្លួនឲ្យយើងចាស់ជរាទៅហើយយើងចាស់ជរាធ្វើឲ្យកើតញោមមកយាយតាដែលចាស់ទោះបីកើតមានចំណេះជំនាញអីប៉ុណ្ណាក៏ដោយតែអាយុ70ផ្លាយ80ក៏លែងធ្វើឲ្យកើតហើយអត់ធ្វើឲ្យកើតទេពេលហ្នឹងឯងដែលមានកូនហ្នឹងជួយគាត់កិច្ចការរបស់ប៉ុនគាត់ហ្នឹងដូចជាឈើច្រត់ចឹងឯងប្រាប់ម៉ែប្រពន្ធលោកប្រាប់ថាកូនឈើច្រត់ឲ្យរក្សាកូនឲ្យល្អស្អាតកុំឲ្យម៉ែឪប្រហែសទ្វេទុកឈើច្រត់ហ្នឹងឲ្យវាទៅមិនបានថែរក្សាល្អយើងទុកខ្លួនយើងមិនកើតដល់ចាស់ហ្នឹងចឹងរួចមនុស្សសប្តាហ៍ថ្ងៃនេះទៀតសប្តាហ៍ថ្ងៃនេះអាត្មាស្ដាប់ទៅមនុស្សយើងសប្តាហ៍ថ្ងៃនេះគេមិនចង់បានកូនច្រើនទេអូយពិបាកអញ្ចឹងណាតែ1 2តែប៉ុណ្ណឹងហើយស្រែកធ្ងោប្រាប់អាត្មាប៉ុន្តែអញ្ចឹងបើដូនតាយើងម្ដងកូន7 8 6 7 8ខ្លះ10លើគាត់តស៊ូអញ្ចឹងបានពេលណាពួកយើងសម័យហ្នឹងមានឧបករណ៍សម្ភារៈប្រើប្រាស់ស្រួលជាងលោកទៀតយើងថាពិបាកណាស់មិនបានទេគេតែនិយាយរៀបរាប់ប្រាប់អាត្មាបានអាត្មាស្ដាប់ចប់ទៅថាមកពីអ្នកឯងវាខ្វះបញ្ញាអ្នកឯងមើលមិនឃើញកាលវេលាអ្នកឯងឃើញតែបច្ចុប្បន្នហ្នឹងទេអ្នកឯងមិនឃើញអនាគតយ៉ាងម៉េចទេបច្ចុប្បន្ននេះអ្នកឯងតែចិញ្ចឹមកូននៅតូចអ្នកឯងក៏នៅក្មេងដែលម៉ែមានកម្លាំងរែកលីសែងពុនឲ្យបានទាំងអស់ចិញ្ចឹមកូនអ្នកឯងថាពិបាកណាស់អ្នកឯងដឹងទេទៅខាងមុខអនាគតទៅខាងមុខដែលមិនទាន់មានមកដល់អ្នកឯងដល់ហ្នឹងអ្នកឯងចាស់ដែលឃើញយាយតាទេក៏ចាស់ជរាហ្នឹងអាយុ70 80ក៏ធ្វើអីកើតអ្នកឯងគឺថ្ងៃមុខទៅជាមនុស្សអញ្ចឹងដូចគ្នាណាដល់ពេលហ្នឹងបើអ្នកឯងមិនមានកូនបានអីអ្នកឯងទីពឹងបញ្ញើប្រាប់អ្នកឯងមើលឃើញណាមកវាអត់បញ្ញាបើគេមានបញ្ញាមើលឃើញថាអើយអញសុខចិត្តចិញ្ចឹមកូនយកអាយុតទៅអញចាស់ក្រឹមគ្រាធ្វើអីមិនកើតតែបានកូននឹងជួយបើគេមានបញ្ញាគេយល់កាលវេលាដល់អ្នកឯងខ្វះបញ្ញាធ្វើអីទេគង់តែជួបសេចក្តីទុក្ខក្រោយសោកស្ដាយលោកអ្នកប្រាយលោកឲ្យគិតកូនយើងមានកូនលោកឲ្យគិតថាអ្នកអាចមានស្លាប់ខ្លះអាចមានកូនទំនើងស្ទាវបដោមបានខ្លះចុះបើយើងមានតែ2បើស្លាប់1ទៅនៅអា1បដោមបានទៀតធ្វើម៉េចទៅបើមាន3វាសល់1លោកឲ្យគិតអញ្ចឹងណាបងអ្នកប្រាជ្ញលោកឲ្យគិតអញ្ចឹងអានឹងញោមញាតប្រយ័ត្នបងប្រយ័ត្នមែនទេ